ថ្ងៃនេះមកធ្វើឡាបត្រែអណ្ដែងហូបម្ដងបងប្អូនទាំងអស់គ្នាមើលតែសម្រស់គេទៅគឺថាផ្ការីស្អាតខ្លាំងមែនទែនបងប្អូនអើយចេះតែគេច្នៃទៅគ្រឿងផ្សំខ្ញុំមានត្រែអណ្ដែងខ្ទឹមសខ្ទឹមក្រហមម្ទេសហើយនឹងជីបងប្អូនទាំងអស់គ្នាហើយយើងមិនភ្លេចទេជាមួយនឹងក្រូចឆ្មាបងប្អូនទាំងអស់គ្នាយើងចេតមកពី3ចំណិតអញ្ចឹងមកបងប្អូនរួចហើយយើងដាក់ប៊ីចេងមួយកូនស្លាបព្រាកាហ្វេដាក់ស្ករមួយកូនស្លាបព្រាកាហ្វេយើងថែមថយបានបងប្អូនទាំងអស់គ្នាដាក់រ៉ូឌីបន្តិចដើម្បីយកជាតិបងប្អូនហើយនឹងទឹកត្រីមកកូនវែកមកបងប្អូនទាំងអស់គ្នាហើយច្បាច់ម្ជូរក្រូចឲ្យរាងច្រើនបន្តិចមកបងប្អូនឲ្យវារាងជូរដាច់បងប្អូនអត់ចង់បានជូរបងប្អូនក៏ថែមថយតាមចំណង់ចំណូលចិត្តជូរហឹរប្រៃអីតាមនឹងទៅបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំរាងចូលចិត្តជូរបន្តិចខ្ញុំដាក់រាងច្រើនហើយខ្ញុំដាក់អង្ករលីងក៏ដូចគ្នាដែរបងប្អូនទាំងអស់គ្នាចង់ច្រើនក៏ដាក់ច្រើនចង់តិចក៏ដាក់តិចតាមចំណង់ចំណូលចិត្តរៀងខ្លួនរួចហើយខ្ញុំធ្វើការច្បល់ចូលគ្នាឲ្យអស់មកបងប្អូនទាំងអស់គ្នាឲ្យវាសាប់ចូលគ្នាអញ្ចឹងមកបងប្អូនទាំងអស់គ្នាពេលយើងលាយអញ្ចឹងណាគឺថាក្លិនឈ្ងុយខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាអើយពេលបញ្ចុះសលេងក៏ចង់ហូបទៀតដែរគឺថាទំនងខ្លាំងមែនទែនប៉ុន្តែខ្ញុំដាក់ម្ទេសរាំងស្បើយបន្តិចបងប្អូនទាំងអស់គ្នាបើដាក់ច្រើនយ៉ាងនេះបន្តិចគឺឆ្ងាញ់មើលឡាបរបស់ខ្ញុំក៏រួចជាការស្រេចបងប្អូនទាំងអស់គ្នាទំនងអត់បងប្អូនទាំងអស់គ្នាមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាគឺថាឆ្ងាញ់ខ្លាំងមែនទែនខានហូបយូរដែរហើយចង់ធ្វើហូបចេះតែផ្លេចណែបានទំនេរក៏ធ្វើហូបម្ដងទៅគឺថាទំនងខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណេះបងប្អូនទាំងអស់គ្នាបើស្រឡាញ់ចូលចិត្តកុំភ្លេចចុច like share comment ម្នាក់មួយផងអរគុណបងប្អូនទាំងអស់គ្នាច្រើនបាយបាយ